miền bóng ôn chỉ trơn đã có tay thì cho thà tag hay năng keyword năng khi chị ấy cất xúa hay np để dương post video tới dương ở đã tag ở đã keyword ta miền đẹp mơ on chẳng là trong video này admin năng này dây trục class tiệt tôn từ năng keyword hay năng tag ta về miền attack bây giờ ấy class sầm rạp videoរបស់យើងđể tỏគ្នាមានបងខ្លះគាត់ច្បាស់ជាស្គាល់ tag ហើយនិង keyword ហើយប៉ុន្តែសម្រាប់បងប្អូនក៏ជាបងដែរថ្មីដែលគាត់អត់ទាន់ដឹង tag ហ្នឹងគឺសំខាន់បំផុតសម្រាប់វីដេអូរបស់យើងក្នុងការទាក់ទាញអ្នកមើលហើយហ្នឹងហើយខ្ញុំនឹងប្រាប់នៅក្នុងវីដេអូមួយនេះហើយពុកម៉ែបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំបាទថ្មីផ្លេចជួយចុច subscribe ដើម្បីរកពេលដែលខ្ញុំផុសវីដេអូអីមួយទៅគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចនឹងបានមើលបានឃើញមុនគេអញ្ចឹងយើងមកនិយាយប្រធានបទយើងហ្នឹងគឺនិយាយតាក់ទងទៅនឹងtag ហ្នឹងគឺជាពាក្យមួយម៉ាត់ដែលយើងតែង search មើលទៅតាម Google ក៏ដូចជាទៅតាម YouTube តាម Facebook អាហ្នឹងគេហៅថា tag ហ្នឹងគឺវាមានប្រយោជន៍ខ្លាំងបំផុតសម្រាប់វីដេអូរបស់យើងអញ្ចឹងឧទាហរណ៍មួយចាស់អ្នកនរគ្នាឧទាហរណ៍ថាពេលដែលយើងផុសវីដេអូមួយគឺយើងតែងតែទៅសេចំណងជើងឧទាហរណ៍ថាចម្រៀងចាស់ទាក់ទងទៅនឹងបទរំលោះប្រពន្ធនៅពេលដែលគេ search ពាក្យរំលោះប្រពន្ធហ្នឹងគឺអាចនឹង suggest វីដេអូហ្នឹងនៅមុនគេអាចលក្ខណៈទៅជាប់ top ណា search ទៅឃើញមុនគេនឹងគេហៅថា tag រីឯ description ហ្នឹងគឺជាកន្លែងដែលយើងទៅសេរាយរាប់ប្រាប់អំពីវីដេអូរបស់យើងអាហ្នឹងវាអត់សូវសំខាន់ទេប៉ុន្តែយើងទៅសេតាក់ទងទៅនឹងវីដេអូយើងចង់និយាយអំពីអីធ្វើអំពីអីអាហ្នឹងហៅ description ហើយនឹងចំណងជើងនឹងបងប្អូនសង្ឃឹមថាបងប្អូននឹងយល់កន្លែងហ្នឹងគឺសំខាន់ណាស់បើបងប្អូនធ្វើអត់ដាក់ tag គឺវីដេអូរបស់បងប្អូនអត់សូវមានអ្នកមើលហើយអត់សូវមាន rank ឡើងទេចឹងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញ app មួយ app ហ្នឹងខ្ញុំធ្លាប់បង្ហាញនៅក្នុងវីដេអូខ្ញុំមុនហើយប៉ុន្តែវារសារតែវា update ចឹងខ្ញុំនឹងធ្វើវីដេអូមួយទៀត tag ហ្នឹងគឺសំខាន់ណាស់បងប្អូនវាមានសារៈសំខាន់គឺខ្ញុំរងថ្ងៃបានកម្មវិធីហ្នឹងឯងគឺខ្ញុំអត់សូវចេះអក្សរអង់គ្លេសនិយាយរួមអង់គ្លេសខ្ញុំអត់សូវស្ទាត់ទេប៉ុន្តែខ្ញុំបានកម្មវិធីហ្នឹងឯងជំនួយខ្ញុំទៅ search មើលវីដេអូណាដែលល្បីអញ្ចឹងខ្ញុំទៅ copy hashtag គេដើម្បីយកមកដាក់ប៉ុន្តែយើងមិនយកដាក់ទាំងស្រុងទេបងប្អូនវាអាចជាប់អញ្ចឹងយើងដាក់ពាក្យណាដែលសំខាន់និយាយរួមទៅវីដេអូរបស់យើងដាក់ទៅដឹងតែមានអ្នកមើលច្រើនឬក៏តិចគឺអាស្រ័យលើវីដេអូរបស់បងប្អូនធ្វើទេអញ្ចឹងហ្នឹងហើយអ្នកនរគ្នាវីដេអូខ្ញុំគឺមានប៉ុណ្្នឹងឯងហើយយើងចាំជួបគ្នានៅក្នុងវីដេអូក្រោយខ្ញុំនឹងប្រាប់អំពីការប្រើប្រាស់ app មួយហ្នឹងអូខេបាយជួបគ្នាវីដេអូក្រោយ